ជំរាបសួរលោកគ្រូខ្ញុំឈ្មោះតសុខវិមលមកពីក្រុម ASK 3ដោយថ្ងៃនេះខ្ញុំនឹងមកធ្វើលំហាត់ដែលលោកគ្រូដាក់ឲ្យលំហាត់ midterm នឹងដោយលំហាត់នេះលោកគ្រូឲ្យ combine ចូលគ្នារវាងលំហាត់មួយទៅនឹងលំហាត់មួយទៀតដោយដែលលោកគ្រូលំហាត់នេះគឺគណនាដើម្បីរកចំនួនម៉ោងដែលយើងធ្វើការលើសនិងគណនាទៅលើអឺចំនួនលុយsalary ដែលយើងធ្វើការនឹងបានដោយជាដំបូងបើសិនជាយើងចង់ combine លំហាត់ពីរនឹងចូលគ្នាយើងត្រូវទៅដូរកន្លែងនេះជាមុនសិនកន្លែងនេះយើងត្រូវដាក់ពី internal ហ្នឹងទៅ public វិញហើយកន្លែងនេះគឺយើងដូរ public ដែរអញ្ចឹងកន្លែងនេះបើយើងចង់ទៅ run នៅក្នុង program នេះយើងត្រូវដូរ main វាផងប្រយ័ត្នវា run អត់ដើរអញ្ចឹងខ្ញុំនឹងមក run នៅក្នុងកន្លែងនេះដោយដំបូងខ្ញុំនឹងបញ្ចូលចំនួន time ដែលធ្វើការហ្នឹងខ្ញុំនឹងបញ្ចូល20ម៉ោងសិនបន្ទាប់មកហើយបើសិនជាខ្ញុំចង់គណនាចំនួនលុយរៀលទៀតខ្ញុំត្រូវចុច press any key នេះអញ្ចឹងយើងចុចមកហើយអានេះ intern real អញ្ចឹងខ្ញុំដាក់4100ហើយនេះគឺជា intern salary នៃរៀលដែលយើងទទួលបានហើយកន្លែងនេះគឺ intern bonus ខ្ញុំដាក់0ចំនួនប្រពន្ធហើយនិងចំនួនកូនអញ្ចឹង output វាចេញមកតាក់វាស្មើ0ហើយ last salary វាគឺបានប៉ុណ្ណេះដោយតាក់នេះវាស្មើ0ដោយសារតែចំនួនម៉ោងដែលយើងធ្វើការហើយគណនាចំនួនលុយហ្នឹងគឺវាអត់រត់ចូលទៅក្នុងចំនួនពន្ធដែលគេត្រូវគណនាពន្ធអញ្ចឹងវារត់ចេញប៉ុណ្ណឹងបន្ទាប់មកហើយបើសិនជាយើងចង់ continue តគណនាម្ដងទៀតយើងគ្រាន់តែចុចពាក្យថាចុចតាអក្សរ Y ឬក៏ N ទៅអាហ្នឹងខ្ញុំទៅសេថាបើសិនជាយើងចង់បន្តទៀតយើងត្រូវចុច Y ឬក៏អត់ទេយើងត្រូវចុច N អញ្ចឹងខ្ញុំចង់គណនាម្ដងទៀតអញ្ចឹងខ្ញុំចុច Y អូខេឥឡូវវាឲ្យបញ្ចូលចំនួនម៉ោងដែលយើងធ្វើការម្ដងទៀតអញ្ចឹងខ្ញុំនឹងបញ្ចូលចំនួន4000ម៉ោងបន្ទាប់មកហើយនេះគឺ total salary ដែលយើងទទួលបានចំពោះ basic salary យើងគឺតាម100ប៉ុន្តែ bonus salary ដែលយើងធ្វើការថែមម៉ោងហ្នឹងគឺវាទទួលបាន5845ហ្នឹងអញ្ចឹងយើងយកtotal salary ហ្នឹងវាស្មើនឹងប្រាក់ខែគោលរបស់យើងបូកជាមួយនឹង bonus salary ហ្នឹងអញ្ចឹងខ្ញុំនឹងចុច press any key ដើម្បីគណនាទៅជាលុយខ្មែរដោយគណនាជាលុយខ្មែរខ្ញុំនឹងដាក់4100ទៀតបន្ទាប់មកហើយsalary នៃរៀលយើងគឺទទួលបានចំនួនប៉ុណ្នេះអញ្ចឹងbonusខ្ញុំដាក់0ដដែលចំនួនប្រពន្ធ1ហើយចំនួនកូនខ្ញុំដាក់ចំនួន2បន្ទាប់មកហើយ output វាគឺចេញមកបែបនេះដោយតាក់ខ្ញុំគឺមានចំនួនប៉ុណ្នេះនិង last salary ខ្ញុំមានចំនួនប៉ុណ្នេះចឹងទៅឥឡូវយើងមកបញ្យល់ពីកូដវិញម្ដងខ្ញុំនឹងមកបញ្យល់កូដនៅកន្លែងនេះចំពោះអានេះគឺវាមាន extra ថែមម៉ោងទី1និង extra ថែមម៉ោងទី2ដោយកន្លែងនេះខ្ញុំបានសរសេរថា total ថែមវាគឺបើសិនជាយើងធ្វើការលើសពី100ម៉ោងឬក៏ស្មើនឹង100ម៉ោងចឹងទៅវានឹងគុណឲ្យចំពោះ extra ថែមម៉ោងទី1ហ្នឹងយើងគុណជាមួយនឹង1ម៉ោង 1.25 ចំពោះextra ថែមម៉ោងទី2ខ្ញុំនឹងគុណជាមួយនឹង 1.50 ចឹងទៅអញ្ចឹងចំពោះextra time យើងគឺវាស្មើនឹង total time ដកនឹង100អានេះគឺរូបមន្តរបស់វាហើយកន្លែងចំពោះ bonus salary នេះគឺយើងយកជាមួយនឹងចំនួន extra time ម៉ោងទី1របស់យើងហ្នឹងយកទៅគុណជាមួយនឹង bonus ដែលយើងធ្វើការថែមម៉ោងលើកទី1ហ្នឹងបូកជាមួយនឹង extra time ម៉ោងទី2គុណជាមួយនឹង bonus rate ហ្នឹងលើកទី2ចឹងទៅអញ្ចឹងចំពោះ total salary ដែលយើងទទួលបានហ្នឹងគឺវាស្មើនឹងប្រាក់ខែគោលរបស់យើងយកទៅបូកជាមួយនឹងប្រាក់ខែដែលយើងថែមម៉ោងហ្នឹងហើយបន្តមកហើយកន្លែងនេះគឺខ្ញុំបានសរសេរតាក់នេះដើម្បីហៅជាមួយនឹងលំហាត់មួយទៀតហ្នឹងយកមកដាក់ចូលគ្នាបានយើងអាចគណនាវាបានហៅលំហាត់មួយនេះចូលគ្នា
ចំពោះកន្លែងនេះវិញខ្ញុំធ្វើការសរសេរ switch នេះដើម្បីធ្វើការ back ទៅឬក៏យើងបញ្ចប់ដំណឹងបើសិនជាយើងចង់គណនាម្ដងទៀតអញ្ចឹងកន្លែងនេះខ្ញុំបានសរសេរអក្សរ y ដើម្បីយើងចង់គណនាម្ដងទៀតអញ្ចឹងខ្ញុំបានសរសេរ back នេះមកនៅដាក់នៅខាងលើដើម្បីឲ្យវាគណនាទាំងអស់ឡើងមកវិញយើងគួរសរសេរនៅខាងលើនេះហើយកន្លែងនេះខ្ញុំដាក់ n ហើយខ្ញុំដាក់អក្សរ n ដើម្បីជានេះរបស់វាដើម្បីឲ្យវាបញ្ចប់បើសិនជាយើងអត់ចង់បន្តគណនាម្ដងទៀតទេអញ្ចឹងអាកន្លែងនេះខ្ញុំដាក់ n អញ្ចឹងខ្ញុំសរសេរ n នេះនៅកន្លែងក្រោមនេះដែរហើយចំពោះ default នេះខ្ញុំសរសេរនេះដើម្បីបើសិនជាយើងអត់បើសិនជាយើងអត់ press ចំពោះអក្សរមួយណាទេអក្សរ y ឬក៏អក្សរ n ទេយើងចុចអក្សរក្រៅពីហ្នឹងមានន័យថាវានឹងឲ្យយើងចុចអក្សរនឹងដដែលហើយម្ដងទៀតហើយចំពោះ to upper នេះខ្ញុំសរសេរមកហ្នឹងដើម្បីឲ្យយើងអាចបញ្ចូលចំពោះអក្សរធំក៏បានហើយអក្សរតូចក៏បានដែរអញ្ចឹងលំហាត់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូសម្រាប់ការតាមដាន